សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់អត្ថបទខ្មោចក៏ដូចជាការនិយាយដើមខ្មោចទាំងអស់គ្នាថ្ងៃនេះមានអត្ថបទថ្មីមួយទៀតហើយដែលតាក់ទងទៅនឹងសម្លេងនាពេលរាត្រីហើយសូមអធិស្ឋានផងបងប្អូនទាំងអស់គ្នាដែលសារតែមួយរយៈហ្នឹងមានបញ្ហាសុខភាពទើបមិនបានចេញវីដេអូឲ្យបានញឹកញាប់អញ្ចឹងណាដោយនៅក្នុងសាច់រឿងរបស់យើងហ្នឹងគឺមាន content creator ពីអ្នកបងប្អូន2នាក់អញ្ចឹងគាត់បានទៅផ្ដិតយករូបភាពរឿងរ៉ាវចម្លែកលក្ខណៈថាគាត់ចង់ដឹងគាត់ចង់ស្រាវជ្រាវពីរឿងបុរាណរឿងនិទានពីបុរាណអញ្ចឹងណាគាត់ក៏បានចុះទៅកន្លែងមួយដើម្បីផ្ដិតយករូបភាពថតរូបដើម្បីយកមកផុសនៅក្នុង YouTube នៅក្នុង social media អញ្ចឹងណាពួកគាត់ក៏ចុះទៅកន្លែងមួយហ្នឹងនៅពេលដែលគាត់ចុះទៅដល់គាត់ក៏បានជួបវិញ្ញាណស្រីម្នាក់នៅក្នុងហ្នឹងដែលវិញ្ញាណស្រីហ្នឹងគឺជាវិញ្ញាណកំណាចវិញ្ញាណចង់ឃាតធ្វើបាបពីអ្នកបងប្អូន content creator 2នាក់ហ្នឹងស្ទើរតែបាត់បង់ជីវិតថែមទៀតផងហើយពួកគាត់ទម្រាំតែបានរួចផុតពីកន្លែងមួយហ្នឹងគាត់ស្ទើរតែបាត់បង់ជីវិតអញ្ចឹងចង់ដឹងថាសាច់រឿងហ្នឹងវាទៅជាយ៉ាងណាហើយមានអត្ថន័យយ៉ាងណាខ្លះមានរឿងរ៉ាវហេតុការណ៍ចម្លែកយ៉ាងណាខ្លះសូមតាមដានស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាហើយមុននឹងចូលទៅដល់សាច់រឿងទាំងមូលសូមពឹងពុកម៉ែបងប្អូនលោកយាយលោកតាដែលបានស្ដាប់វីដេអូមួយហ្នឹងជួយចុច like ជួយចុចដាក់មេដៃមេជើងជួយចុច subscribe ម្នាក់មួយផងដើម្បីទុកជាកម្លាំងចិត្តដល់អត្ថបទខ្មោចទាំងអស់គ្នាដោយសាច់រឿងរបស់យើងហ្នឹងកើតឡើងតាំងពី20ឆ្នាំមុនមកម្លេះហើយគឺជាការចែករំលែករបស់បងលីណាដែលឥឡូវហ្នឹងបងលីណាហ្នឹងគាត់គឺជាទៅជាលោកយាយណាគាត់មានអាយុដូចជា70ហើយអញ្ចឹងសូមហៅគាត់ថាជាចែលីណាដើម្បីឲ្យងាយស្រួលហៅងាយស្រួលស្ដាប់ទាំងអស់គ្នាដោយសាច់រឿងរបស់យើងទាំងមូលគឺកើតឡើងនៅក្នុងខេត្តកោះកុងហើយនៅក្នុងជលងភ្នំដ៏សែនស្ងាត់មួយគឺវាគ្របដណ្ដប់ទៅដោយព្រៃឈើហើយមានវាលស្រែហាក់បីដូចជាអត់មានមនុស្សនៅអញ្ចឹងលក្ខណៈដូចថាយើងសម្លឹងនៅលើផ្ទៃសមុទ្រពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដោយដាច់កតុយភ្នែកអត់មានឃើញអីអញ្ចឹងប៉ុន្តែនៅពេលដែលយើងទៅមុខបន្តិចទៀតគឺមានភូមិតូចមួយគឺភូមិតូចមួយហ្នឹងមានអ្នកភូមិប្រហែលជា200នាក់កំពុងរស់នៅតំបន់ហ្នឹងនៅក្នុងភូមិតូចមួយហ្នឹងប៉ុន្តែនៅចំកណ្ដាលភូមិមួយហ្នឹងគឺមានផ្ទះចាស់ផ្ទះបុរាណមួយនៅចំកណ្ដាលហ្នឹងដែលផ្ទះចាស់មួយហ្នឹងបើយើងនិយាយពីសម័យបច្ចុប្បន្នគឺផ្ទះគេធ្វើអំពីឈើដូចសម័យបច្ចុប្បន្នផ្ទះដែលគេធ្វើអំពីឈើលក្ខណៈអ្នកមានយកឈើមកធ្វើផ្ទះអញ្ចឹងគឺផ្ទះលក្ខណៈបែបហ្នឹងប៉ុន្តែអាផ្ទះចាស់នៅក្នុងចំកណ្ដាលភូមិមួយហ្នឹងគឺផ្ទះដែលគេទុកចោលតាំងពីបុរាណតាំងពី50ឆ្នាំមុនអីមកអញ្ចឹងណាប៉ុន្តែអាផ្ទះមួយហ្នឹងបើយើងទុកចោលពីនោះមកដល់ឥឡូវហ្នឹងគឺវាទ្រុឌទ្រោមអស់ហើយដែរលក្ខណៈថាសភាពរបស់វាគឺវាចាស់អញ្ចឹងណាប៉ុន្តែផ្ទះមួយហ្នឹងទោះបីជាយើងមើលទៅឃើញសភាពរបស់វាចាស់ក៏ដោយប៉ុន្តែអាចឡើងទៅបានវានៅមាំណាលក្ខណៈថាសម័យបុរាណអ្នកដែលធ្វើផ្ទះពីបុរាណមកទោះជាធ្វើពីឈើក៏ដោយក៏វាទុកបានយូរដូចជាយើងសាងសង់ពីថ្មដូចសម័យបច្ចុប្បន្នដែរណាគាត់ថាសម័យបុរាណគឺអត់មានថ្មអត់មានបេតុងអីទេគឺគេធ្វើពីឈើអញ្ចឹងអ្នកដែលធ្វើផ្ទះអំពីឈើផ្ទះប្រភេទហ្នឹងសុទ្ធតែជាអ្នកមានឯកាលសម័យហ្នឹងអញ្ចឹងអាផ្ទះមួយហ្នឹងគឺគាត់ទុកចោលគឺទុកចោលយូរណាមកដល់សម័យបច្ចុប្បន្នហើយនៅក្នុងផ្ទះមួយហ្នឹងអ្នកភូមិដែលរស់នៅក្នុងតំបន់ហ្នឹងគឺមិនមាននរណាម្នាក់ហ៊ានទៅចិត្តគឺឬក៏ចូលផ្ទះមួយហ្នឹងទេបានន័យថានៅក្នុងផ្ទះមួយហ្នឹងមានរឿងរ៉ាវអាចកំបាំងអំពីខ្មោចម្នាក់ខ្មោចស្រីម្នាក់ឈ្មោះថាសុខាអញ្ចឹងទើបធ្វើឲ្យអ្នកភូមិដែលរស់នៅក្នុងតំបន់ហ្នឹងមិនហ៊ានទៅចិត្តឬក៏ចូលនៅក្នុងផ្ទះមួយហ្នឹងទេហើយលក្ខណៈក៏ដូចជាសភាពដែលអ្នកភូមិរស់នៅក្នុងតំបន់ហ្នឹងអាផ្ទះមួយហ្នឹងវានៅចំកណ្ដាលភូមិមែនអត់ប៉ុន្តែអ្នកភូមិដែលរស់នៅក្នុងតំបន់ហ្នឹងបើយើងគិតពីចម្ងាយពីចំកណ្ដាលភូមិហ្នឹងពីផ្ទះចាស់មួយហ្នឹងទៅកាន់ផ្ទះអ្នកភូមិគឺចម្ងាយប្រហែលជា50-60ម៉ែត្រឬក៏100ម៉ែត្រពីផ្ទះចាស់មួយហ្នឹងអញ្ចឹងបានន័យថាអ្នកភូមិគាត់ធ្វើផ្ទះរស់នៅកន្លងឬក៏ដូចជារង្វង់កន្លងអាផ្ទះចាស់មួយហ្នឹងនៅពេលថ្ងៃឬក៏នៅពេលដែលព្រះអាទិត្យអត់ទាន់លិចផ្ទះចាស់មួយហ្នឹងគឺវាមានសភាពដូចជាផ្ទះអ្នកភូមិដែលនៅជុំវិញហ្នឹងអញ្ចឹងគ្រាន់តែផ្ទះចាស់មួយហ្នឹងវាមានធូលីក៏ដូចជាស្បុកពេញពីងបន្តិចដោយសារតែអត់មានមនុស្សនៅថែរក្សាអត់មានអ្នករស់នៅអញ្ចឹងណាអញ្ចឹងគឺវាមានសភាពដូចអ្នកភូមិអញ្ចឹងដោយឡែកអីនៅពេលដែលថ្ងៃជិតលិចបើថាថ្ងៃវាជិតលិចវាមានងឹតបន្តិចអញ្ចឹងអាផ្ទះចាស់មួយហ្នឹងវាប្រែពណ៌ទៅជាពណ៌ខ្មៅខុសគេណាបើថាអ្នកភូមិថ្ងៃរៀបលិចវាមានពន្លឺចាំងមកបន្តិចអញ្ចឹងផ្ទះគេឃើញធម្មតាដោយឡែកអីអាផ្ទះចាស់មួយហ្នឹងគឺវាប្រែពណ៌ទៅជាខ្មៅខុសគេបើន័យថានៅក្នុងមួយភូមិមួយហ្នឹងនៅចំកណ្ដាលភូមិហ្នឹងអាផ្ទះមួយហ្នឹងគឺវាពណ៌ខ្មៅខុសគេហើយនៅពេលដែលថ្ងៃកាន់តែលិច
ខ្លាំងទៅបានថាមេចាប់ផ្ដើមងងឹតកាន់តែខ្លាំងទៅហ្នឹងផ្ទះចាស់មួយហ្នឹងក៏ប្រែទៅជាស្រមោលពណ៌ខ្មៅដែលមើលទៅគួរឲ្យខ្លាចគួរឲ្យញញើតចឹងណាហើយខ្យល់បក់រំញោចស្លឹកឈើរំភើយត្រជាក់ដែលនាំខ្យល់ត្រជាក់មកហើយមួយទៀតគឺបានលឺសំឡេងខ្សឹបដល់ចម្លែកមួយមិនដឹងចេញមកពីខាងណាចឹងហាក់បីដូចជាធ្វើឲ្យយើងលឺហើយយើងអ្នកស្ដាប់លឺហើយមានអ្វីមួយយ៉ាងហាក់បីដូចជាកំពុងតែសម្លឹងមកកាន់យើងនេះប៉ុន្តែអ្នកភូមិនៅតំបន់ហ្នឹងលក្ខណៈថាគាត់លឺសំឡេងហ្នឹងស្ទើរតែរាល់ថ្ងៃហ្មងអញ្ចឹងបានន័យថាគាត់នៅតំបន់ហ្នឹងគាត់ស៊ាំអញ្ចឹងពួកគាត់ក៏មិនទៅធ្វើអីនៅផ្ទះចាស់មួយហ្នឹងហើយផ្ទះចាស់ហ្នឹងក៏មិនបានមកធ្វើអីឬក៏លងអីអ្នកភូមិនៅក្នុងតំបន់ហ្នឹងអញ្ចឹងយើងអត់ធ្វើអីគេអត់ធ្វើអីយើងអញ្ចឹងគាត់លក្ខណៈយូរទៅគាត់ស៊ាំចេះតែរស់នៅហ្នឹងប៉ុន្តែអ្នកភូមិមិនអាចទៅចិត្តឬក៏ចូលទៅក្នុងតំបន់ផ្ទះចាស់មួយហ្នឹងទេតែចូលទៅក្នុងផ្ទះចាស់មួយហ្នឹងវិញ្ញាណក៏ដូចជាព្រលឹងដែលនៅក្នុងផ្ទះចាស់មួយហ្នឹងនឹងលងអ្នកភូមិអញ្ចឹងអ្នកភូមិហ្នឹងមិនហ៊ានចូលចិត្តឬក៏ទៅមើលនៅក្នុងតំបន់ផ្ទះចាស់ឬក៏ចូលទៅក្នុងផ្ទះចាស់មួយហ្នឹងទេដោយនៅថ្ងៃមួយមានលីណាហើយនឹងសូភីហើយលីណាគាត់គឺជាប្អូនស្រីឯសូភីគាត់គឺជាបងប្រុសដោយពួកគាត់ទាំងពីរនាក់គឺជាលក្ខណៈថាគឺជា content creator គឺជាអ្នកថតវីដេអូដាក់ទៅក្នុង YouTube ដាក់ទៅក្នុង Facebook ក៏ដូចជា social media អីផ្សេងអញ្ចឹងណាហើយលីណាហ្នឹងគាត់មានអាយុ25ឆ្នាំគាត់គឺជាប្អូនស្រីចំណែកឯសូភីគាត់មានអាយុ28ឆ្នាំហើយគាត់គឺជាបងប្រុសរបស់លីណាហើយនៅពេលនេះខ្ញុំសូមហៅគាត់ថាជាចៅលីណាហើយនឹងបងភីអញ្ចឹងណាពួកគាត់ទាំងពីរហ្នឹងគឺជាបុគ្គលដែលចូលចិត្តស្រាវជ្រាវបុគ្គលដែលចូលចិត្តដឹងរឿងស្រាវជ្រាវអំពីអបិយជំនឿរឿងខ្មោចរឿងបុរាណរឿងអីផ្សេងដែលកើតឡើងពីបុរាណអញ្ចឹងណាជាពិសេសរឿងខ្មោចគឺពួកគាត់ចូលចិត្តស្រាវជ្រាវតាក់ទងទៅនឹងវិញ្ញាណខ្មោចតាក់ទងទៅនឹងអមនុស្សអីផ្សេងគឺពួកគាត់ចូលចិត្តខ្លាំងប៉ុន្តែដែលឡែកអីតែបងភីហ្នឹងគាត់គឺជាមនុស្សដែលចចេះមនុស្សដែលកើណាមនុស្សដែលមិនជឿរឿងខ្មោចបងភីគឺគាត់គឺជាមនុស្សបែបហ្នឹងន័យថាបងភីគាត់គឺជាមនុស្សម្នាក់តែមិនចេះខ្លាចខ្មោចលក្ខណៈបែបហ្នឹងហើយថ្ងៃមួយពួកគាត់ទាំងពីរនាក់ហ្នឹងបានលឺអ្នកភូមិថាតំបន់មួយហ្នឹងគឺមានផ្ទះចាស់មួយហើយផ្ទះចាស់មួយហ្នឹងគឺមានវិញ្ញាណខ្មោចសុខាចំណែកឯសុខាហ្នឹងនៅពេលដែលគាត់មុនស្លាប់ណាសុខាគាត់គឺជាមនុស្សម្នាក់ដែលមានរូបសម្ផស្សស្រស់ស្អាតណាហើយអ្នកណាឃើញក៏ចង់បានអ្នកណាឃើញក៏ស្រឡាញ់អញ្ចឹងនឹងគឺជារូបសម្ផស្សរបស់សុខាបានន័យថាគាត់គឺជាស្រីស្អាតសុខាហើយសុខាហ្នឹងត្រូវបានគេសម្លាប់ដោយអាថ៌កំបាំងបានន័យថាអត់មានអ្នកណាដឹងថាសុខាហ្នឹងគាត់បាត់បង់ជីវិតដោយសារអ្វីទេកាលពី50ឆ្នាំមុនបានន័យថាសុខាហ្នឹងគាត់ស្លាប់50ឆ្នាំហើយបើគិតពីគាត់ស្លាប់50ឆ្នាំមុនមកដល់ឥឡូវហ្នឹងគឺមានរយៈពេល70ឆ្នាំហើយវិញ្ញាណរបស់នាងវិញ្ញាណរបស់សុខាម្នាក់ហ្នឹងនៅតែបន្លាចនៅតែលងទៅកាន់អ្នកភូមិអញ្ចឹងបានន័យថាអ្នកភូមិចូលទៅដល់ដែនដីឬក៏ចិត្តផ្ទះមួយហ្នឹងគឺសុខាតែងតែលងតែងតែបន្លាចអ្នកភូមិស្ទើរតែរាល់ថ្ងៃហើយសំឡេងដែលគេឮខ្សឹបស្ទើររាល់យប់ជាមួយនឹងខ្យល់បក់មកត្រជាក់រំភើយហ្នឹងគឺជាសំឡេងសុខាហ្នឹងឯងចំណែកឯសុខាគាត់លងអ្នកភូមិហ្នឹងបែរថាសុខាដូចថាគាត់មានតំបន់គាត់ដែនដីគាត់តំបន់ហ្នឹងបើអ្នកណាដែលដើរកាត់ឬក៏ឆ្លងកាត់នៅដែនដីឬក៏តំបន់ដែលគាត់កាន់កាប់ហ្នឹងគឺគាត់លងហើយគាត់បន្លាចហើយគឺសុខាគាត់មានដែនដីបើថាគាត់មានដីរបស់គាត់នៅតំបន់ហ្នឹងដែរអ្នកដែលឆ្លងកាត់អ្នកដែលឈានជើងចូលតំបន់របស់គាត់ដែនដីរបស់គាត់គឺសុខាបន្លាចសុខាលងហើយអញ្ចឹងបានន័យថាវិញ្ញាណរបស់សុខាមករាប់តាំងពីថ្ងៃដែលគាត់ស្លាប់មកដល់ថ្ងៃដែលចាលីណាហើយនឹងបងភីទៅហ្នឹងគឺវិញ្ញាណគាត់នៅនឹងដដែលតែថាគាត់ស្លាប់ហើយវិញ្ញាណរបស់គាត់នៅតែតោលនៅក្នុងផ្ទះមួយហ្នឹងអត់ទៅណាអត់ទៅចាប់ជាតិអញ្ចឹងគាត់នៅផ្ទះមួយហ្នឹងគាត់តែងតែលក្ខណៈគាត់មើលថែផ្ទះតំបន់ផ្ទះរបស់គាត់អញ្ចឹងណាគាត់មិនឲ្យអ្នកណាមកប៉ះពាល់អញ្ចឹងទៅទើបអ្នកភូមិចូលមិនបានចូលចិត្តមិនបានចេះតែលងអ្នកភូមិអញ្ចឹងស្ទើររាល់យប់អញ្ចឹងទៅប៉ុន្តែវិញ្ញាណរបស់សុខាហ្នឹងគឺម្យ៉ាងន័យថាគាត់មិនបានទៅធ្វើបាបធ្វើទុកបុកម្នេញដល់អ្នកភូមិរហូតដល់បាត់បង់ជីវិតទេដោយសារតែអ្នកភូមិហ្នឹងមិនបានទៅធ្វើអ្វីលើសលួសដល់សុខាទេវិញ្ញាណរបស់សុខាទេបានន័យថាសុខាគាត់បានតែបន្លាចគាត់បានតែធ្វើកុំឲ្យអ្នកភូមិហ្នឹងមកចូលតំបន់មួយហ្នឹងអញ្ចឹងសុខាហ្នឹងគាត់មិនបានទៅធ្វើអ្វីធ្វើទុកបុកម្នេញដល់អ្នកភូមិទេអញ្ចឹងបានន័យថាអ្នកភូមិហ្នឹងគាត់អាចរស់នៅតំបន់ហ្នឹងបានគ្រាន់តែអ្នកភូមិហ្នឹងគាត់ឮសំឡេង
អ្វីម្យ៉ាងតាមរយៈខ្យល់បក់ហ្នឹងដូចនិយាយពីខាងដើមហ្នឹងស្ទើររាល់ថ្ងៃជួនកាលមួយទឹក7ថ្ងៃហ្នឹងឮស្ទើររាល់ថ្ងៃម្ដងអញ្ចឹងអ្នកភូមិហ្នឹងគាត់រស់នៅតំបន់ហ្នឹងយូរទៅវាទៅជាទម្លាប់លក្ខណៈដូចយើងស្ដាប់បទចម្រៀងហ្នឹងទៅជាទម្លាប់ប៉ុន្តែមានចំណុចមួយសុខាហ្នឹងតែងតែទៅលងអ្នកភូមិរាល់ថ្ងៃដែលប្រច័នពេញបរមីដូចថាថ្ងៃដែលប្រច័នពេញបរមីហ្នឹងគឺកម្លាំងរបស់គាត់កើនឡើងគាត់មានកម្លាំងនៅថ្ងៃហ្នឹងអញ្ចឹងគាត់ចេញទៅលងអ្នកភូមិប៉ុន្តែมันបានធ្វើបាបអ្វីដែរធ្វើឲ្យអ្នកភូមិណាម្នាក់ហ្នឹងបាត់បង់ជីវិតនោះទេអញ្ចឹងតាំងពីថ្ងៃដែលគាត់ស្លាប់មកដល់ថ្ងៃដែលចៃលីណាហើយនឹងបងភីទៅហ្នឹងគឺសុខាហ្នឹងវិញ្ញាណរបស់សុខាมันបានយកជីវិតណាសូម្បីតែម្នាក់បានត្រឹមតែលងអញ្ចឹងណាហើយនៅពេលដែលចៃលីណាហើយនឹងបងភីបានមកដល់ភូមិតូចមួយហ្នឹងពួកគាត់ត្រូវបានអ្នកភូមិពុំមានមិនឲ្យចូលទៅកាន់ផ្ទះចាស់មួយហ្នឹងទេប៉ុន្តែមានលោកតាម្នាក់ឈ្មោះតាសំលោកតាដែលជាចាស់ទុំនៅក្នុងភូមិមួយហ្នឹងគាត់មានអាយុប្រហែលជា70ឆ្នាំគាត់អង្គុយនៅមុខផ្ទះហើយដៃរបស់គាត់កំពុងតែកាន់ដំបងឫស្សីមួយហើយសម្លឹងដោយញើតទៅកាន់ចៅលីណាហើយនឹងបងភីហ្នឹងដែលពួកគាត់ទាំងពីរនេះកំពុងតែដើរសំដៅចូលទៅកាន់ផ្ទះចាស់មួយហ្នឹងហើយលោកតាម្នាក់ហ្នឹងគាត់ក៏បាននិយាយទៅកាន់ពួកគាត់ទាំងពីរនេះហ្នឹងចៅលីណាហើយនឹងបងភីថាកុំចូលផ្ទះនោះអីកូនវិញ្ញាណសុខាមិនមែនជាខ្មោចធម្មតានោះទេលោកតាម្នាក់ហ្នឹងគាត់និយាយបែបហ្នឹងហើយគាត់ថានាងគឺជាវិញ្ញាណដែលចង់មកឃាតវិញ្ញាណដែលស្លាប់ទៅដោយភាពអយុត្តិធម៌ហើយអ្នកណាដែលហ៊ានឈានជើងចូលផ្ទះមួយហ្នឹងនឹងត្រូវនាងសម្លាប់នឹងត្រូវនាងយកជីវិតជាមិនខានហើយនេះគឺជាអ្វីដែលលោកតាគាត់និយាយទៅតាមអ្វីដែលគាត់រស់នៅក្នុងភូមិមួយហ្នឹងគាត់ដឹងនៅក្នុងភូមិមួយហ្នឹងប្រាប់ទៅកាន់ពួកគាត់ទាំងពីរនាក់ហើយលោកតានិយាយនៅក្នុងសភាពទាំងញ័រអ្នកណាគាត់និយាយសំឡេងញ័រអញ្ចឹងណាគាត់ភ័យផងអីផងនៅពេលដែលគាត់និយាយហើយគាត់ក៏ចង្អុលទៅកាន់ផ្ទះចាស់មួយហ្នឹងដែលផ្ទះចាស់មួយហ្នឹងវាហាក់បីដូចជាប្រែពណ៌ខ្មៅខុសពីធម្មតាហើយនៅពេលហ្នឹងលីណាក៏បានញញឹមរួចក៏ឆ្លើយតបទៅកាន់លោកតាថាមិនអីទេលោកតាខ្ញុំនឹងបង្ហាញថាវាគ្រាន់តែជារឿងនិទានវាគ្រាន់តែជារឿងព្រេងហើយណាមួយខ្ញុំគឺជាអ្នកចង់ដឹងចង់ឮចង់ស្រាវជ្រាវអំពីរឿងរ៉ាវទាំងអស់ហ្នឹងផងដែរលីណាក៏និយាយបែបហ្នឹងប៉ុន្តែបងភីហ្នឹងគាត់ក៏បានសើចលក្ខណៈចំអកគាត់ក៏បានសើចហើយគាត់និយាយថាបើមានខ្មោចមែនទេគាត់នឹងថតឲ្យបានហើយមកបង្ហាញរូបខ្មោចហ្នឹងមកឲ្យអ្នកទាំងអស់គ្នាមើលហើយអ្នកទាំងអស់គ្នាកុំភ្លេចចូលមើលនៅក្នុង YouTube ឬក៏ Facebook ឈ្មោះនេះបងភីហ្នឹងគាត់និយាយអញ្ចឹងគាត់លក្ខណៈគាត់ចង់ប្រម៉ូទ YouTube ខ្លួនឯងផងបើគាត់ថតបានណាអ្នកទាំងអស់គ្នាចូលមើលទៅអ្នកទាំងអស់គ្នានឹងឃើញហើយអញ្ចឹងចូលមើលគាត់នឹងកើន view ឲ្យមែនអត់បងភីគាត់និយាយលយបែបហ្នឹងដោយសារតែបងភីដូចនិយាយពីខាងដើមមកណាបងភីគាត់គឺជាមនុស្សម្នាក់ដែលផ្កើនមនុស្សម្នាក់ដែលចោចេះណានិយាយរួមទៅបងភីហ្នឹងគាត់គឺជាមនុស្សម្នាក់ដែលមិនចេះខ្លាចខ្មោចហើយបន្ទាប់ពីហ្នឹងតាសំគាត់ក៏បាននិយាយទីថាចេះថារាល់ថ្ងៃពេញបរមីគេតែងតែឮសំឡេងស្ត្រីម្នាក់ដែលយំចេញពីផ្ទះមួយហ្នឹងមកហើយមានអ្នកភូមិខ្លះក៏ធ្លាប់ឃើញស្ត្រីម្នាក់ហ្នឹងសុខាហ្នឹងឈរនៅមាត់បង្អួចហើយភ្នែករបស់សុខាហ្នឹងឡើងស្អាប់ឡើងពណ៌ខ្មៅជាទូទៅភ្នែករបស់មនុស្សយើងគឺមានពណ៌សខាងហើយមានរង្វង់មូលពណ៌ខ្មៅកដាលអញ្ចឹងប៉ុន្តែភ្នែករបស់សុខាដែលសម្លឹងមកកាន់អ្នកភូមិហ្នឹងគឺខ្មៅក្របខ្មៅទាំងអស់លក្ខណៈខ្មៅស្អាប់ចូលហ្មងនៅពេលដែលលោកតាគាត់និយាយចប់ហើយហ្នឹងប្រាប់ពួកគាត់ទាំងពីរចប់ហើយហ្នឹងគាត់ទាំងពីរក៏ដូចជាលីណាហ្នឹងក៏បានបដិញ្ញាថានឹងចូលផ្ទះនៅយប់នេះតែម្ដងអញ្ចឹងពួកគាត់ទាំងពីរក៏ថាសម្រេចចិត្តចូលទៅផ្ទះមួយហ្នឹងណាហើយនៅថ្ងៃដែលពួកគេទាំងពីរហ្នឹងចូលទៅកាន់ភូមិមួយហ្នឹងចូលទៅកាន់ផ្ទះមួយហ្នឹងគឺជាថ្ងៃពេញបរមីហើយនៅម៉ោង11យប់ពួកគាត់ទាំងពីរចៅលីណាហើយនិងបងភីហ្នឹងក៏បានចូលទៅកាន់ផ្ទះមួយហ្នឹងពេលដែលព្រះច័ន្ទពេញបរមីពលឺព្រះច័ន្ទក៏បានចាស់មកកាន់ភូមិតូចមួយហ្នឹងចៅលីណាហើយនិងបងភីក៏បានឈានជើងចូលទៅក្នុងផ្ទះចាស់មួយហ្នឹងហើយក៏បានរុញទ្វារចូលទៅប៉ុន្តែសំឡេងទ្វារដែលរុញចូលទៅលឺដូចលក្ខណៈថាដូចទ្វារចាស់ដែលយើងរុញចូលទៅអញ្ចឹងណាទាំងអស់គ្នាហើយនៅពេលដែលគាត់ឈានជើងចូលទៅក៏មានខ្យល់បក់មួយយ៉ាងមកខ្យល់ត្រជាក់បក់មកកាន់ប៉ះផ្ទៃមុខរបស់ពួកគាត់ទាំងពីរណាតែខ្យល់ដែលបានបក់មកកាន់ប៉ះថ្ពាល់ប៉ះច្រមុះរបស់ពួកគាត់ទាំងពីរហ្នឹងនាំមកនៅក្លិនស្អុយស្រាលមានថាក្លិនស្អុយតិចដូចជាក្លិនសាកសពចាស់ឬក៏ក្លិនអ្វីមួយយ៉ាងដែលស្លាប់ឬក៏ងាប់ទៅតែថាយូរថ្ងៃអញ្ចឹងមានក្លិនស្អុយចាស់លក្ខណៈចាស់អញ្ចឹងអ្នកនរគ្នាយល់ណាក្លិនស្អុយសាកសពចាស់អញ្ចឹងណាហើយនៅក្នុងផ្ទះមួយហ្នឹងឡើងងងឹតចឹងសូម្បីតែពួកគាត់បើកភ្លើងទៅគាត់ចង់ភ្លឺណាប៉ុន្តែមានពលឺព្រះច័ន្ទចាស់ពីលើមកពួកគាត់ក៏ឡើងទៅ
ជាន់ទី2បើថាផ្ទះហ្នឹងវាមាន2ជាន់ជាន់តលដីមួយជាន់លើមួយអញ្ចឹងគេរាប់1 2អញ្ចឹងណាពួកគាត់ក៏ឡើងទៅអាជាន់ហ្នឹងទៅហើយមើលអាសភាពផ្ទះមួយហ្នឹងសម្បូរទៅដោយស្បុកពីងពីងធូលីដីអីផ្សេងណាដែលណាផ្ទះទុកចោលអញ្ចឹងណាហើយនៅលើជញ្ជាំងហ្នឹងគឺមានកញ្ចក់បែកមួយហើយនឹងមានរូបថតមួយចំនួនដែលបញ្យូរនៅលើជញ្ជាំងហ្នឹងដែលរូបថតទាំងអស់ហ្នឹងហាក់បីដូចជាកំពុងតែសម្លឹងមកកាន់ពួកគេទាំងពីរនាក់ហ្នឹងហើយនៅពេលហ្នឹងដែរចៃលីណាគាត់ក៏ចាប់ផ្ដើមបើកកាមេរ៉ាចាប់ផ្ដើមថតរបស់គាត់ណាហើយក៏និយាយថានៅថ្ងៃនេះយើងនឹងបង្ហាញថាតើវាមានខ្មោចពិតឬក៏វាគ្រាន់តែគឺជារឿងនិទានពេលហ្នឹងចៃលីណាគាត់និយាយទាំងរំភើបលក្ខណៈនិយាយទាំងសប្បាយចិត្តណាហើយពេលហ្នឹងបងភីនេះគាត់ក៏សើចហើយបងភីគាត់ក៏និយាយថាបើមានខ្មោចមែនណាវាគួរតែចេញមកថតជាមួយពួកយើងទាំងអស់គ្នាបងភីគាត់និយាយបែបហ្នឹងប៉ុន្តែមិនទាន់បានប្រហែលនាទីផងសំឡេងជើងដើរធ្ងន់ចេញពីជាន់លើមកដោយថាផ្ទះហ្នឹងមានឡៅទឿមានកន្លែងដេកមួយទៀតនៅលើហ្នឹងដូចមាននរណាម្នាក់កំពុងតែដើរសំដៅចុះពីលើមកកាន់ពួកគាត់ទាំងពីរនាក់អញ្ចឹងណាហើយពេលហ្នឹងចៅលីណាក៏បានកសឹបបងភីថានេះមិនមែនកដុលទេហើយគណៈពេលហ្នឹងបងភីហ្នឹងគាត់ក៏សោចគាត់ស្គាល់ហើយគាត់និយាយថាអូប្រហែលជាខ្យល់ហ្នឹងមិនមែនអីទេកុំគិតអីច្រើននៅពេលដែលចៅលីណាគាត់លឺបងភីនិយាយបែបហ្នឹងហើយគាត់ក៏បន្តការថតវីដេអូរបស់គាត់តាមធម្មតាទៀតទៅហើយនៅពេលហ្នឹងពួកគាត់ទាំងពីរក៏បន្តចូលទៅក្នុងបន្ទប់មួយដែលនៅក្នុងបន្ទប់ហ្នឹងមានតុឈើចាស់និងកៅអីបាក់នៅពេលហ្នឹងហើយនៅពេលហ្នឹងចៅលីណាគាត់ក៏ចាប់ផ្ដើមកត់សម្គាល់ថាកាមេរ៉ារបស់គាត់ចាប់ផ្ដើមមានសំឡេងរំខានចម្លែកចេញពីកាមេរ៉ាហ្នឹងមកចំណែកឯភ្លើងហ្វារបស់បងភីនេះភ្លើងពលឺរបស់បងភីនេះចាប់ផ្ដើមលោតណាភ្លឹមផ្លែតដោយគាត់មិនដឹងមូលហេតុណាវាចាប់ផ្ដើមលោតខ្លួនឯងអញ្ចឹងណាហើយនៅពេលហ្នឹងចៅលីណាហ្នឹងគាត់ក៏បែរកាមេរ៉ាទៅកាន់អាកញ្ចក់បាក់បែកមួយដែលនៅលើជញ្ជាំងហ្នឹងហើយនៅពេលដែលគាត់បែរកាមេរ៉ាចំទៅលើកញ្ចក់បាក់បែកមួយហ្នឹងចៅលីណាគាត់ក៏ឃើញស្រមោលស្ត្រីម្នាក់ច្រោះចេញពីកញ្ចក់មួយហ្នឹងដែលស្រមោលមួយហ្នឹងមានសភាពសក់វែងខ្មៅរញ៉េរញ៉ៃហើយកែវភ្នែកឡើងស្អាប់លក្ខណៈកែវភ្នែកពណ៌ខ្មៅហើយនឹងទឹកមុខស្លេកស្លាំងសម្លឹងមកកាន់ដោយភាពចងអាឃាតចឹងសម្លឹងមកកាន់ចៅលីណាដោយភាពចងអាឃាតដោយកំហឹងចឹងណាហើយពេលហ្នឹងចៅលីណាចាប់ផ្ដើមស្រែកហៅបងភីមើលនេះនៅពេលហ្នឹងបងភីគាត់ក៏ងាកមកមើលនៅពេលដែលបងភីគាត់ងាកមកមើលហ្នឹងអាសមោនោះក៏បាត់ខ្លួនទៅហើយពេលហ្នឹងបងភីគាត់ក៏បាននិយាយថាអាលីណាឯងប្រហែលជាភ័យខ្លួនឯងពេកហើយចេះសម័យនឹកគិតស្រួលសម័យខ្លួនឯងទៅលើខ្យល់នោះពេលហ្នឹងបងភីគាត់ក៏និយាយបែបហ្នឹងប៉ុន្តែនៅក្នុងចិត្តរបស់គាត់ចាប់ផ្ដើមគិតណាចាប់ផ្ដើមមានកូនចិត្តគិតបន្តិចណាចាប់ផ្ដើមញ័រដៃយីរុំចាប់ផ្ដើមញ័រដៃបងភីពេលហ្នឹងប៉ុន្តែអ្វីដែលគាត់និយាយទៅកាន់ចៅលីណាលក្ខណៈថាគាត់និយាយបន្លប់ខ្លួនឯងណាខកខ្លួនឯងណាបន្ទាប់ពីហ្នឹងបងភីគាត់ក៏ចេះច្បាច់ចុះច្បាច់ឡើងគាត់ក៏ឃើញក្តាស់មួយនៅលើតុដែលក្តាស់មួយហ្នឹងសរសេរលក្ខណៈសរសេរដោយភ័យផងញ័រផងលក្ខណៈសរសេរតែសខ្វិចគ្វិនលក្ខណៈសរសេរញ័រដៃលក្ខណៈបែបហ្នឹងណាហើយនៅលើអាក្តាស់មួយហ្នឹងគឺមានស្នាមឈាមដែលស្ងួតជាប់នៅលើក្តាស់មួយហ្នឹងដែលក្តាស់មួយហ្នឹងបានសរសេរថាខ្ញុំមិនអាចទ្រាំបានទេសុខាក្បត់ខ្ញុំជាមួយបរិបផ្សេងខ្ញុំបានចាក់សម្លាប់នាងហើយកប់នាងនៅក្រោមផ្ទះខ្ញុំសុំទោសប៉ុន្តែខ្ញុំមិនអាចរស់នៅដោយគ្មាននាងបានទេហើយនៅពេលដែលពួកគាត់ទាំងពីរនាក់បានអានសបុតមួយហ្នឹងអាក្តាស់មួយហ្នឹងចប់ហើយស្រាប់តែឮសំឡេងស្រែកយំដល់គូឲ្យខ្លាចចេញពីជាន់ក្រោមមកហើយទ្វារជាន់ក្រោមហ្នឹងមិនទាន់មានអ្នកបើកទេស្រាប់តែអាទ្វារហ្នឹងឮសំឡេងបើកចេញមកបើកដោយខ្លួនឯងហើយពេលហ្នឹងចាប់ផ្ដើមមានខ្យល់ត្រជាក់បក់មកដែលខ្យល់ទាំងអស់ហ្នឹងបក់មកនាំមកនៅក្លិនស្អុយកាន់តែខ្លាំងឡើងហើយសំឡេងមួយយ៉ាងដែលជះមកឮពីគ្រប់ទិសទីទាំងអស់ហ្នឹងឮសូរថាសុខាឮគ្រប់ទិសទីតែម្ដងនៅក្នុងគណៈពេលមួយហ្នឹងពេលហ្នឹងបងភីគាត់ចាប់ផ្ដើមញ័រដៃណាដូចថាគាត់បានអានសម្បត្តិហ្នឹងហើយដែលមានសាកសពដែលសម្លាប់ហើយដែលកប់នៅក្រោមផ្ទះហ្នឹងហើយបូករួមជាមួយនឹងក្លិនស្អុយចាប់ផ្ដើមជះមកហ្នឹងពេលហ្នឹងបងភីដែលជាមនុស្សដែលមិនចេះខ្លាចខ្មោចហ្នឹងចាប់ផ្ដើមញ័រដៃតិចណាហើយបន្ទាប់ពីហ្នឹងពួកគាត់ទាំងពីរហ្នឹងក៏ចេះតែចាប់ផ្ដើមថតវីដេអូផងចេះតែដើរមើលផងច្បាច់មើលនេះមើលនោះណាចាប់ផ្ដើមណាហើយបន្តមកទៀតម៉ោងប្រហែលជា2ទៀតភ្លឺមេឃក៏ចេះតែចាប់ផ្ដើមងឹតខ្លាំងណាម៉ោងហ្នឹងមិនទាន់ភ្លឺណាមេឃក៏ចេះតែចាប់ផ្ដើមងឹតហ្នឹងទៅហើយមានខ្យល់បក់កាន់តែខ្លាំងឡើងធ្វើឲ្យអាដើមឈើដែលនៅជុំវិញផ្ទះហ្នឹងដូចជាមានវិញ្ញាណអ្វីមួយយ៉ាងដែល
ដែលនៅជុំវិញដើមឈើកំពុងតែរង្គើចុះរង្គើឡើងបែបហ្នឹងអញ្ចឹងណាហើយអាផ្ទះចាស់មួយហ្នឹងវាហាក់បីដូចជាវាមានជីវិតវាញ័ររង្គើពេញហ្នឹងអញ្ចឹងប៉ុន្តែវាមិនដឹងមកពីមូលហេតុអីហើយក៏មានខ្យល់បក់ខុសពីធម្មតាចូលមកខ្យល់ហ្នឹងបក់ចូលមករំភើយកាន់តែខ្លាំងឡើងអញ្ចឹងទៅហើយអាខ្យល់ហ្នឹងណាវាមានក្លិនស្អុយនាំមកតាមរយៈខ្យល់ហ្នឹងក្លិនស្អុយរលួយសាកសពអ្វីមួយយ៉ាងអញ្ចឹងណាស្អុយយកតែមែនទេហើយពេលហ្នឹងលីណាគាត់ក៏កាន់កាមេរ៉ាបដាថតបដាហើយក៏បានឮសំឡេងខ្សឹបអ្វីមួយយ៉ាងមកកាន់ត្រចៀករបស់ចាលីណាអញ្ចឹងណាក៏ចាលីណាគាត់ថាគាត់ឮថាលីណាជួយខ្ញុំផងលីណាជួយខ្ញុំផងសំឡេងបែបហ្នឹងខ្សឹបមកកាន់ត្រចៀករបស់ចាលីណាវាហាក់បីដូចជាសំឡេងទាំងអស់ហ្នឹងសំឡេងចាលីណាថាដូចជាចេញពីជញ្ជាំងផងចេញពីកំរាលខាងក្រោមផងក្នុងកំឡុងពេលហ្នឹងបងភីគាត់ក៏ចាប់ផ្ដើមកត់សម្គាល់ថាភ្លើងពិលរបស់គាត់ណាចាប់ឡើងភ្លុំភ្លែតទៀតណាអាមុនហ្នឹងភ្លុំភ្លែតម្សាហើយបាត់វិញឥឡូវហ្នឹងវាចាប់ផ្ដើមម្សាទៀតហើយពេលហ្នឹងដែរចាលីណាគាត់ក៏ចាប់ផ្ដើមកត់សម្គាល់ថាកាមេរ៉ារបស់គាត់នេះថ្មរបស់កាមេរ៉ារបស់គាត់នេះចាប់ផ្ដើមធ្លាក់ថ្មធ្លាក់ភ្លើងយ៉ាងលឿនដោយពីដើមឡើយកាមេរ៉ារបស់គាត់គឺវាកាន់ភ្លើងណាគាត់ថាអញ្ចឹងណាកាមេរ៉ារបស់គាត់កាន់ភ្លើងថតបានយូរណាប៉ុន្តែពេលហ្នឹងចាប់ផ្ដើមស្រកយកហ្មងភ្លើងថ្មកាមេរ៉ារបស់គាត់ហ្នឹងចុះយ៉ាងលឿនបន្ទាប់ពីកាមេរ៉ាចារីណាចាប់ផ្ដើមអស់ថ្មហើយភ្លើងបោកភីចាប់ផ្ដើមភ្លឹមភ្លែតអញ្ចឹងពួកគាត់ក៏សម្រេចចិត្តថានឹងត្រឡប់មកវិញប៉ុន្តែនៅពេលដែលពួកគាត់ងាកមកកាន់អាទ្វារតាមផ្លូវចដើដែលពួកគាត់ឡើងទៅហ្នឹងបងប្អូនដឹងថាពួកគាត់ឃើញអីអត់គាត់ឃើញចាយសុខាដែរវិញ្ញាណរបស់សុខាហ្នឹងឈរនៅលើមាត់ទ្វារតាមផ្លូវចដើដែលគាត់ឡើងពីក្រោមទៅណាវិញ្ញាណរបស់សុខាណាចាយសុខាហ្នឹងឈរនៅអាកន្លែងហ្នឹងហើយសភាពរបស់ចាយសុខាហ្នឹងស្លៀកសម្លៀកបំពាក់រហែកបែបបុរាណហើយមុខរបស់គាត់ហ្នឹងមានសភាពស្លេកខ្លាំងដូចជាសាកសពចឹងហើយភ្នែកស្អាប់ពណ៌ខ្មៅហើយមានឈាមហូរចេញពីមាត់និងភ្នែកហើយសក់វែងពណ៌ខ្មៅចំណែកឯរាងកាយរបស់សុខាមានសភាពលក្ខណៈថាដូចដីប្រេះចឹងដូចដីបែកកាហែងចឹងណាដូចមានស្នាមកំបិតគេឆោតពេញរាងកាយពេញខ្លួនពេញដៃហើយឈាមហូរលក្ខណៈស្រស់យកហ្មងលក្ខណៈដូចឈាមកំពុងតែហូរភ្លាមដូចគេទៅសម្លាប់បែបហ្នឹងចឹងណាហើយចែសុខាហ្នឹងខ្សឹបទៅកាន់ចែលីណាថាគេសម្លាប់ខ្ញុំគេកប់ខ្ញុំនៅទីនោះគាត់ចង្អុលចឹងណាចែសុខាដែលជាវិញ្ញាណខ្មោចគាត់ចង្អុលចឹងគេសម្លាប់ខ្ញុំនៅទីនោះគាត់ចង្អុលហើយគាត់ក៏និយាយទៀតថាជួយខ្ញុំផងជួយរកឆ្អឹងរបស់ខ្ញុំផងពេលហ្នឹងចែលីណាគាត់លឺចឹងហើយចឹងដាច់ផ្ងាសឹងបកាច់ចំណែកឯបងភីចឹងបកាច់ណាបងភីគាត់គឺជាមនុស្សម្នាក់ដែលមិនចេះខ្លាចខ្មោចតែពេលគាត់ឃើញសភាពបែបហ្នឹងគាត់ចង់បកាច់ដែរបងភីប៉ុន្តែស្មារតីគាត់នៅរឹងគាត់អត់ទាន់អីទេហើយនៅពេលដែលឮបែបហ្នឹងហើយចែសុខាដែលជាវិញ្ញាណខ្មោចហ្នឹងនិយាយចាប់ហើយក៏ចាប់ផ្ដើមស្រែកយំខ្លាំងទៅធ្វើឲ្យកញ្ចក់នៅលើជញ្ជាំងហ្នឹងចាប់ផ្ដើមបែកខ្ទេចហើយតុកដែលនៅពេញផ្ទះហ្នឹងចាប់ផ្ដើមមានចលនារង្គើដោយឯងហើយបន្ទាប់ពីហ្នឹងបងភីគាត់ចាប់ផ្ដើមភ័យស្លន់ស្លោណាស្រែកហៅលីណាតោះយើងទៅវិញស្រែកហៅលីណាបែបហ្នឹងហើយក៏ចាប់ដៃទាញលីណាមកបងរបស់គាត់ហ្នឹងចាប់ផ្ដើមទាញដៃចាយលីណាមករត់ទៅកាន់អាផ្លូវដែលចុះទៅក្រោមហ្នឹងស្រាប់តែទ្វារហ្នឹងវាទាញបាត់ខ្លួនឯងអាទ្វារដែលត្រូវចុះទៅក្រោមហ្នឹងវាទាញបាត់ខ្លួនឯងអូតូយកហ្មងបន្ទាប់មកស្រាប់តែលឺសំឡេងគោះទ្វារដ៏ខ្លាំងពីខាងក្រៅមកគោះទុកឡើងណាគោះខ្លាំងណាដូចជាមានអ្វីមួយកំពុងតែព្យាយាមចូលនៅក្នុងផ្ទះហ្នឹងទៅពេលដែលគោះគោះចឹងហើយស្រាប់តែរំពេចក្រោយមកវិញ្ញាណរបស់ចែសុខាហ្នឹងបង្ហាញខ្លួននៅចិត្តពួកគាត់ទាំងពីរនាក់ហ្នឹងដោយសភាពរបស់ចែសុខាវិញ្ញាណចែសុខាពេលហ្នឹងរាងកាយរបស់គាត់ប្រែคล้ายទៅជារលួយសាច់ជ្រុះចេញពីឆ្អឹងហើយស្រែកខ្លាំងថាបើឯងមិនជួយអញនឹងសម្លាប់នៅទីនេះទាំងអស់គ្នាស្រែកបែបហ្នឹងវាមិនគួរជឿណាប៉ុន្តែនៅពេលដែលស្រែកបែបហ្នឹងហើយចែសុខាដែលជាវិញ្ញាណខ្មោចហ្នឹងលើកដៃចង្អុលដែលសល់តែឆ្អឹងណាចង្អុលមកកាន់ចាលីណាហើយភ្នែកសម្លក់ទាំងចងកំហឹងទាំងចងអាឃាតណាអាពេលហ្នឹងចាលីណាហើយនឹងបងភីអូចង់បកាច់អាពេលហ្នឹងណាខ្លាចយកទៅមែនតែនភ័យយកទៅមែនតែនណាពេលហ្នឹងចាលីណាគាត់ចង់បកាច់ដៃគាត់ឡើងញ័រណាពេលហ្នឹងហើយចាលីណាគាត់ក៏បានសន្យាជាមួយនឹង
វិញ្ញាណរបស់សុខានឹងថាខ្ញុំនឹងជួយប្រាប់ខ្ញុំមកថាត្រូវការអីអ្វីហ្នឹងសុខាក៏បានសម្លឹងមកចែលីណាមកផ្លែតហើយក៏បានខ្សឹបចែលីណាថាចង់ឲ្យចែលីណាហ្នឹងរកឆ្អឹងដែលកប់នៅក្រោមផ្ទះនោះឲ្យគាត់លក្ខណៈអញ្ចឹងណាអញ្ចឹងមកន័យថាចែលសុខាហ្នឹងចង់ឲ្យចែលីណាហ្នឹងរកឆ្អឹងហើយយកទៅធ្វើបន់លក្ខណៈបែបហ្នឹងបន្ទាប់មកចែសុខាដែលជាវិញ្ញាណខ្មោចណាក៏រលាយបាត់មួយផ្លែតបាត់មួយរំពេចហ្នឹងនៅមុខពួកគាត់ទាំងពីរនាក់ហ្នឹងទៅហើយប៉ុន្តែសំឡេងដែលស្រែកយំនៅតែពលឺឡើងអត់បាត់ទេណារូបរាងកាយបាត់ហើយតែសំឡេងនៅតែលឺឡើងពីជាន់ក្រោមមកនេះហើយសូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចសំឡេងដែលស្រែកយំហ្នឹងសំឡេងដែលឈឺចាប់យំទាំងឈឺចាប់ដូចថាគេយកក្បិតយកអីមកវះយើងម្ដងបន្តិចឲ្យយើងឈឺណាប៉ុន្តែបើចាក់សម្លាប់មកក្បិតអីយកហ្មងអញ្ចឹងទៅអាហ្នឹងអត់មានការឈឺចាប់ទេតែសំឡេងហ្នឹងលក្ខណៈដូចគេឆោតយើងម្ដងបន្តិចអញ្ចឹងខ្ញុំវាពិបាកនឹងធ្វើសំឡេងប្រើតែវាលក្ខណៈបែបហ្នឹងតែអាគណៈពេលហ្នឹងបងភីចាប់ដើមមកកាច់ណាចាប់ដើមវិញវន់ណាបានគាត់ក៏ស្រែកថាមិនចង់នៅទេមិនចង់នៅទីនេះទេដល់ពេលហើយអាទ្វារដែលបិទមកអូតូមកបិទមកឯងមុនហ្នឹងក៏បើកឡើងអូតូយកមកតែមិនន័យថានៅពេលដែលចែសុខាចែលីណាគាត់បានសន្យាថាគាត់នឹងជួយហើយហ្នឹងណាចឹងអាទ្វារហ្នឹងក៏បើកឡើងអូតូពួកគាត់ទាំងពីរនាក់ហ្នឹងក៏រត់ចេញពីអាផ្ទះហ្នឹងទៅហើយបន្ទាប់ពីរត់ចេញពីអាផ្ទះហ្នឹងហើយពួកគាត់ទាំងពីរនាក់ក៏ដើរសំដៅទៅកាន់លោកតាសំហើយលោកតាសំនៅពេលដែលឃើញពួកគាត់សម្លឹងទៅកាន់ពួកគាត់មើលទៅដូចភ័យញ៉ាក់ញញ័រឡាណាពួកគាត់បានឃើញបានជួបអីមួយយ៉ាងចឹងណាហើយនៅពេលហ្នឹងលោកតាសំគាត់ក៏បាននិយាយថាតាប្រាប់ហើយថាកុំឲ្យចូលទៅឥឡូវសុខាបានឃើញចៅទាំងពីរហើយនាងនឹងមិនឈប់តាមចៅទេហើយបន្ទាប់ពីហ្នឹងទៅលោកតាសំគាត់ក៏បាននាំចៅលីណាហើយនឹងបងភីនេះមើលទៅដូចទ្រុឌទ្រោមដល់ហើយក៏បាននាំពួកគាត់ទាំងពីរទៅជួបលោកគ្រូម្នាក់ដែលលោកគ្រូម្នាក់ហ្នឹងឈ្មោះថាលោកគ្រូដំគាត់មានអាយុ55ឆ្នាំណាគាត់គឺជាគ្រូធ្មប់គាត់គឺជាគ្រូដែលបណ្ដេញវិញ្ញាណបណ្ដេញអសូរកាយបណ្ដេញអីផ្សេងៗប៉ុន្តែគ្រូដំមើលទៅគាត់គឺជាអ្នកដែលមានជំនាញមានបទពិសោធន៍ខាងកម្ចាត់វិញ្ញាណអាក្រក់វិញ្ញាណអីផ្សេងៗអស់ហ្នឹងហើយលោកគ្រូដំគឺគាត់នៅក្នុងខ្ទមដ៏តូចមួយនៅជើងភ្នំមួយនោះទេនៅពេលដែលពួកគាត់ទាំង3នាក់បានទៅដល់កន្លែងលោកគ្រូដំហ្នឹងជុំវិញលោកគ្រូដំហ្នឹងគឺសម្បូរទៅដោយផ្សែងធូបហើយនឹងមានវត្ថុបុរាណចម្លែកជាច្រើននៅជុំវិញគ្រូដំហ្នឹងជាទូទៅលោកគ្រូខ្មោចគឺឬក៏លោកគ្រូអីផ្សេងតែតែមានរបស់ទាំងអស់ហ្នឹងហើយមែនទេអញ្ចឹងវាមិនមែនជារឿងចម្លែកនោះទេដែលគាត់មានរបស់របរទាំងអស់ហ្នឹងហើយនៅពេលដែលលោកតាសំចៃលីណាហើយនឹងបងភីទៅដល់អាស្រមដល់ខ្ទមរបស់លោកគ្រូម្នាក់ហ្នឹងលោកគ្រូដំហ្នឹងគាត់ក៏មិនបានស៊ូពួកគាត់ទាំង3នាក់ហ្នឹងថាមករកអីឬក៏មានអ្វីអញ្ចឹងណាគាត់អត់បានស៊ូទេគឺលោកគ្រូដំណាគាត់ដឹងរឿងរ៉ាវមុនជាស្រេចហើយមានន័យថាគ្រូដំហ្នឹងគាត់មានញាណអ្វីពិសេសមួយយ៉ាងមុននឹងពួកគាត់ទៅហ្នឹងគឺគាត់ដឹងរឿងរ៉ាវជាស្រេចរួចហើយនៅពេលហ្នឹងលោកគ្រូដំគាត់ក៏បាននិយាយថាវិញ្ញាណរបស់សុខាគឺជាវិញ្ញាណចងអាឃាតគឺជាវិញ្ញាណដែលមានភាពសាហាវនៅក្នុងខ្លួនខ្លាំងណាសុខាត្រូវបានសម្លាប់ដោយសង្សាររបស់នាងមានន័យថានៅពេលដែលសុខាស្លាប់ហ្នឹងគឺសង្សាររបស់នាងអ្នកសម្លាប់អញ្ចឹងដូចទៅនឹងអ្វីដែលបងភីហើយនឹងចៅលីណាហ្នឹងគាត់ឃើញនៅក្នុងសមុទ្រដែរណាហើយសភាពក៏ដូចជាឃាតកម្មនៅពេលដែលសង្សាររបស់សុខាសម្លាប់សុខាហ្នឹងណាគឺមុននឹងស្លាប់ហ្នឹងគឺសង្សាររបស់គាត់ទេយកអាកបិតហ្នឹងណាយកមកវះយកមកឆោតពេញខ្លួនពេញមុខពេញអីខ្សោបបែបយ៉ាងនៅលើខ្លួនរបស់ចៅសុខាហ្នឹងឯងមុននឹងគាត់ស្លាប់ណាបន្ទាប់មកបានគាត់ចាក់សម្លាប់ 4-5 កបិតនៅពេញខ្លួនអញ្ចឹងទៅនេះហើយជាមូលហេតុដែលចៅសុខាដែលជាវិញ្ញាណខ្មោចណាគាត់យំគាត់ស្រែកមើលទៅដូចជាគាត់មានកំហឹងពេញខ្លួនគាត់ចង់សងសឹកអញ្ចឹងហើយសំឡេងដែលគាត់ស្រែកយំធ្វើឲ្យចៅលីណាហើយនឹងបងភីគាត់លឺហ្នឹងក៏ដូចជាអ្នកភូមិលឺណាគឺសំឡេងស្រែកយំទាំងឈឺចាប់បែបហ្នឹងយើងស្ដាប់រឿងបែបហ្នឹងហើយវាមើលទៅដូចជាខូខើដល់សង្សាររបស់គាត់ណាប៉ុន្តែដោយសេចក្តីប្រច័ណ្ឌអញ្ចឹងមនុស្សធ្វើអ្វីក៏ហ៊ានធ្វើដែរប៉ុន្តែឃាតកម្មនេះគឺវាខូខើមែនបើចាក់ឲ្យស្លាប់តែម្ដងយកទៅអាហ្នឹងវាអត់អីណាប៉ុន្តែអានេះឆោតម្ដងបន្តិចសួរថាមុននឹងគាត់ស្លាប់គាត់វេទនាប៉ុណ្ណាអញ្ចឹងទើបធ្វើឲ្យវិញ្ញាណចែសុខាណាគាត់ចងអាឃាតគាត់ចាំនៅនឹងរហូតដល់50ឆ្នាំបន្តិចឆ្នាំណាហើយនៅពេលហ្នឹងលោកគ្រូដំគាត់ក៏បន្តនិយាយទៀតថាវិញ្ញាណរបស់ចែសុខាណាគឺគាត់មិនព្រមឈប់តាមនោះទេគឺគាត់ចង់ឲ្យអ្នកទាំងពីរនេះរកឆ្អឹងរបស់គាត់ហើយយកឆ្អឹងហ្នឹងមកធ្វើបត់ទៅតាមប្រពៃណីអញ្ចឹងណាពេលហ្នឹងគ្រូដំគាត់ក៏បានបន្តទៀតថា
ចែលីណាហ្នឹងហើយនឹងបងភីហ្នឹងទៅធ្វើឲ្យវិញ្ញាណរបស់ចែសុខាហ្នឹងខឹងពេលឥឡូវហ្នឹងវិញ្ញាណរបស់ចែសុខាហ្នឹងគឺចង់បានជីវិតរបស់ពួកគាត់ទាំងពីរនាក់ហ្នឹងបើតាមខ្ញុំគិតរឿងដែលចែសុខាហ្នឹងខឹងគឺមិនមែនមកពីចែលីណានោះទេគឺមកពីបងប្រុសរបស់គាត់បងភីណាគឺគាត់មាត់ដាច់ច្រើនពេកដោយសារតែយើងស្ដាប់តាំងពីដើមមកបងភីគាត់និយាយមកឆ្លើយដល់ពេលអញ្ចឹងទៅដល់កន្លែងហ្នឹងចង់ឲ្យគេចេញមកថតវីដេអូជាមួយទៀតដល់ពេលអញ្ចឹងគេគុំគេចង់បានជីវិតរបស់ពួកគាត់ទាំងពីរនាក់ហើយបន្ទាប់ពីនិយាយចប់ហើយលោកគ្រូដំគាត់និយាយចប់ហើយគាត់ក៏ចងអំបោះចងខ្សែដៃឲ្យចែលីណាមួយបងភីមួយហើយឲ្យថ្នាំអ្វីមួយយ៉ាងដែលមានក្លិនមិនដឹងណាថ្នាំអ្វីមួយយ៉ាងដែលលោកគ្រូឲ្យទៅកាន់ពួកគាត់ទាំងពីរនាក់ដើម្បីទុកជាការពារខ្លួនកុំឲ្យវិញ្ញាណរបស់ចែសុខានេះមកតាមធ្វើបាបយកជីវិតរបស់ពួកគាត់ទាំងពីរណាដល់ពេលហ្នឹងចែលីណាគាត់ក៏សួរលោកគ្រូដំថាយើងនឹងត្រូវធ្វើអ្វីខ្លះសួរបែបហ្នឹងបន្ទាប់មកលោកគ្រូដំគាត់ក៏ឆ្លើយថាយើងនឹងទៅជួបវិញ្ញាណរបស់ចែសុខាហ្នឹងវិញ្ញាណរបស់សុខាហ្នឹងម្ដងទៀតដើម្បីប្រឈមមុខជាមួយនឹងវិញ្ញាណរបស់សុខាហ្នឹងឯងហើយទៅរកឆ្អឹងរបស់សុខាហ្នឹងយកមកធ្វើបន់បន្ទាប់ពីហ្នឹងមកបងភីហ្នឹងគាត់ក៏ឆ្លើយថាខ្ញុំមិនចង់ទៅទេមិនចង់ត្រឡប់ទៅទេនាងគឺជាបិសាចពេលហ្នឹងបងភីគាត់ចង់ឡប់ណាគាត់ត្រូវខ្មោចលងចង់ឡប់ចង់ស្គួតចង់បកាច់ណាពេលហ្នឹងលោកគ្រូនោះគាត់ក៏សម្លឹងមុខមកកាន់បងភីហ្នឹងហើយក៏និយាយថាបើឯងមិនចង់ទៅនៅនឹងហើយថ្ងៃណាមួយវិញ្ញាណរបស់សុខាហ្នឹងនឹងមកយកជីវិតឯងជាមិនខានហើយនៅពេលដែលបងភីគាត់ឮលោកគ្រូដំនិយាយហើយគាត់ក៏ព្រមទៅជាមួយលោកគ្រូដំហើយនឹងចៃលីណាប៉ុន្តែនៅពេលដែលគាត់ទៅហ្នឹងគឺទៅតែ3នាក់ដែរលោកគ្រូដំចៃលីណាហើយនឹងបងភីហើយបន្ទាប់ពីហ្នឹងទៅនៅម៉ោងប្រហែលជា3 ទៀបភ្លឺពួកគាត់ទាំង3នាក់ហ្នឹងក៏ដើរទៅកាន់ផ្ទះមួយហ្នឹងទៅនៅពេលដែលដើរទៅហ្នឹងមេឃគោលាន់ខ្លាំងហើយមានភ្លៀងធ្លាក់មកបរិយាកាសមកទៅគួរឲ្យខ្លាចនៅពេលដែលចូលទៅក្នុងផ្ទះមួយហ្នឹងសំឡេងយំរបស់សុខាហ្នឹងក៏បានបន្លឺឡើងហើយខ្យល់ត្រជាក់បានបក់ចូលមកបក់មកខ្លាំងអញ្ចឹងហើយក្លិនស្អុយកាន់តែខ្លាំងឡើងនៅពេលហ្នឹងលោកគ្រូដំគាត់ក៏សូត្រមន្តធ្វើពិធីអ្វីមួយយ៉ាងហើយគាត់សេវាជុំវិញទៅកាន់ចែលីណាហើយនឹងបងភីហ្នឹងដើម្បីកុំឲ្យវិញ្ញាណរបស់ចែសុខាហ្នឹងមកធ្វើបាបមកយកជីវិតរបស់គាត់ហើយប្រាប់ពួកគាត់ទាំងពីរថាតែពីរអ្នកថាកុំដើរចេញពីរង្វង់ហ្នឹងបើមិនចង់ងាប់លោកគ្រូគាត់ថាចឹងគ្រូនឹងគាត់មកដាច់ណាហើយបន្ទាប់ពីហ្នឹងពួកគាត់ទាំង3នាក់ក៏ដើរចូលទៅក្នុងច្រកផ្លូវសម្ងាត់ក្រោមដីមួយដែលផ្លូវសម្ងាត់ក្រោមដីហ្នឹងគឺលាក់នៅក្រោមកំរាលផ្ទះដែលចែលីណាឮសំឡេងយំចេញពីក្រោមកំរាលមិនដឹងចេញពីជញ្ជាំងមិនដឹងដែលនិយាយពីខាងដើមមិញហ្នឹងគាត់ក៏ដើរទៅតាមច្រកហ្នឹងពួកឯខាងក្រោមហ្នឹងគឺមានផ្លូវក្រោមដីមួយលោកគ្រូដំក៏បានសូត្រមន្តក៏បានធ្វើពិធីអីផ្សេងដើរទៅក្រោមដីមួយហ្នឹងហើយនៅពេលដែលដើរទៅហ្នឹងគឺឃើញកន្លែងហ្នឹងងងឹតស្លុងហើយពោពេញទៅដោយឆ្អឹងមនុស្សអញ្ចឹងបានន័យថានៅកន្លែងហ្នឹងគឺជាកន្លែងដាក់សាកសពហើយអ្នកដែលស្លាប់នៅហ្នឹងគឺមិនមែនតែមានតែចែសុខាម្នាក់ទេគឺមានអ្នកផ្សេងទៀតបានន័យថាសង្សាររបស់គាត់មិនមែនសម្លាប់តែចែសុខាម្នាក់ទេហើយនៅហ្នឹងពោពេញទៅដោយសម្បុកពេញពីងខ້ອຍក្លិនស្អុយពេញហ្នឹងប៉ុន្តែរឿងដែលគួរឲ្យឆ្ងល់មួយយ៉ាងសាកសពគឺតាំងពី50ឆ្នាំមុនមែនអត់ប៉ុន្តែហេតុអីវាមានក្លិនស្អុយអារឿងហ្នឹងវាមិនគួរជឿណាប៉ុន្តែក្លិនស្អុយទាំងអស់ហ្នឹងស្ទើរតែធ្វើឲ្យបងភីនេះក្អួតចេញមកណាវាស្អុយយូរតែមែនតើណាហើយពេលហ្នឹងចៃលីណាគាត់ក៏កត់សម្គាល់ថាកាមេរ៉ារបស់គាត់ហ្នឹងក៏ឈប់ដំណើរការពេលហ្នឹងគាត់យកកាមេរ៉ាទៅទៀតថាថតទៀតហើយកាមេរ៉ាពេលហ្នឹងក៏ឈប់ដំណើរការគាំងគ្រប់យ៉ាងហើយនៅចំកណ្ដាលបន្ទប់អាក្រោមដីមួយហ្នឹងគឺមានសាកសពមួយបានន័យថាសល់តែឆ្អឹងណាហើយនៅក្នុងទម្រង់មួយហ្នឹងអាកន្លែងសាកសពហ្នឹងគឺមានសភាពសាកសពស្ត្រីម្នាក់ដោយសារអីបានហៅថាស្ត្រីគឺមានខោអាវដែលនៅហ្នឹងខោអាវហ្នឹងគឺខោអាវលក្ខណៈបុរាណគឺជាខោអាវដូចទៅនឹងអ្វីដែលចែលីណាគាត់បានឃើញចែសុខាបង្ហាញខ្លួនហើយសម្លៀកបំពាក់បុរាណលហែកហ្នឹងហើយអាសម្លៀកបំពាក់បុរាណលហែកហ្នឹងគឺជាស្នាមកំបិតដែលសង្សាររបស់គាត់ចាក់នឹងឯងហើយនៅចិត្តសាកសពរបស់ចែសុខាណាគឺពួកគាត់បានឃើញសម្បត្តិមួយសរសេរថាខ្ញុំបានសម្លាប់សុខាព្រោះនាងស្រឡាញ់បរិបផ្សេងខ្ញុំចាក់នាងហើយកប់នាងនៅទីនេះសុំទោសសម្បត្តិខាងសរសេរបែបហ្នឹងអញ្ចឹងបានន័យថាសម្បត្តិមួយហ្នឹងគឺសង្សាររបស់ចែសុខាហ្នឹងគឺជាអ្នកសម្លាប់សុខា
ប៉ុន្តែមកដល់ឥឡូវហ្នឹងមិនដឹងថាសង្សាររបស់សុខាហ្នឹងនៅពេលដែលគាត់សម្លាប់សុខាហើយហ្នឹងគាត់ទៅណាឬក៏សម្លាប់ខ្លួននៅក្បែរហ្នឹងអត់ដឹងទេគឺរឿងមួយនេះគឺចៃលីណាគឺគាត់មិនដឹងពីមូលហេតុដែរណាប៉ុន្តែនៅពេលដែលបន្ទាប់ពីហ្នឹងទៅចៃលីណាគាត់ក៏វាដៃទៅក៏ប៉ះឆ្អឹងរបស់ចៃសុខាដែលជាសាកសពហ្នឹងនៅពេលដែលប៉ះទៅសុខាណាក៏បានលិចឡើងម្ដងទៀតនៅពេលដែលលិចឡើងម្ដងហ្នឹងណាវិញ្ញាណរបស់សុខាណាខឹងខ្លាំងជាងមុនខឹងខ្លាំងលើដើមហើយសភាពដែលចែសុខាដែលជាវិញ្ញាណហ្នឹងបង្ហាញខ្លួនមកហ្នឹងរាងកាយរបស់គាត់គឺរលួយទាំងស្រុងរលួយអស់ហ្មងហើយសាច់ធ្លាក់ចេញពីឆ្អឹងទាំងដុំហើយមានឈាមហូរចេញពីភ្នែកនិងមាត់ហើយនិយាយថាឯងហ៊ានប៉ះអញស្រែកបែបហ្នឹងស្រែកខ្លាំងរហូតដល់អាកន្លែងដែលគាត់ចូលទៅយកឆ្អឹងហ្នឹងឡើងរំជួយលក្ខណៈថាវាចង់បាក់ស្អីពីលើមកបែបហ្នឹងអញ្ចឹងណានិយាយរួមទៅវាចង់បាក់ដីបាក់អីដែលយើងមើលក្នុងរឿងដែលរំជួយភ្នំចង់បាក់មកបែបហ្នឹងវាលក្ខណៈបែបហ្នឹងអញ្ចឹងណាហើយនៅក្នុងកំឡុងពេលហ្នឹងអារបស់របរដែលជាប់ជញ្ជាំងអីហ្នឹងដីចាប់ផ្ដើមធ្លាក់មកតិចណាហើយបងភីងទៀតចាប់ផ្ដើមស្រែកយើងនឹងស្លាប់ដល់ហ្នឹងហើយបងភីហ្នឹងតោះមកគ្រូដំគាត់ក៏សូត្រមន្តអាគមអ្វីមួយយ៉ាងរបស់គាត់ក៏វាយចែសុខាដែលជាវិញ្ញាណខ្មោចហ្នឹងវាយមកខ្សែទៅចែហ្នឹងក៏ថយក្រោយអញ្ចឹងទៅនៅពេលដែលចែហ្នឹងថយក្រោយហើយចែហ្នឹងក៏និយាយទៀតថាពួកឯងទាំងអស់គ្នានឹងស្លាប់នៅទីនេះចែសុខាណានិយាយបែបហ្នឹងពេលនឹងដែរលោកគ្រូដំក៏ឲ្យបងភីហើយនឹងចារីណាហ្នឹងប្រមូលឆ្អឹងប្រមូលសាកសពដែលនៅកន្លែងហ្នឹងយកចេញក្រៅហើយគាត់ក៏សូត្រមន្តអាគមអ្វីមួយយ៉ាងដើម្បីការពារពួកគាត់ទាំងពីរហ្នឹងដើម្បីកុំឲ្យដីបាក់សង្កត់លើអញ្ចឹងណាហើយនៅពេលដែលពួកគាត់ចេញផុតពីផ្ទះហ្នឹងទាំងអស់គ្នាទាំង3នាក់ហ្នឹងផ្ទះហ្នឹងក៏ចាប់ផ្ដើមបាក់ស្រុតយកតែម្ដងអញ្ចឹងន័យថាឆ្អឹងក្រងឆ្អឹងរបស់ចែសុខាហ្នឹងគឺជាចំណុចកណ្ដាលឬក៏ជាស្នូលមួយដើម្បីទប់ផ្ទះមួយហ្នឹងដើម្បីឲ្យវានៅគង់វង្សហើយនៅពេលដែលយកឆ្អឹងហ្នឹងសាកសពហ្នឹងចេញពីផ្ទះហ្នឹងទៅណាអញ្ចឹងផ្ទះហ្នឹងក៏ទ្រុឌទ្រោមបាក់ខូចមកដល់សប្តាហ៍ថ្ងៃហ្នឹងទៅនៅពេលដែលពួកគាត់ចេញពីផ្ទះមួយហ្នឹងភ្លៀងក៏កាន់តែខ្លាំងឡើងចំណែកឯផ្គរលាន់ក៏មានភាពស្ងប់ស្ងាត់ឡើងវិញណាហើយពីពេលហ្នឹងទៅចាលីណាហ្នឹងហើយនឹងបងភីហ្នឹងគាត់ក៏យកឆ្អឹងទាំងអស់ហ្នឹងសាកសពទាំងអស់ហ្នឹងសាកសពនៃឆ្អឹងហ្នឹងមិនថាយកទៅតែឆ្អឹងទេយកទៅកាន់ផ្ទះលោកតាសំដើម្បីឲ្យលោកគ្រូដំធ្វើពិធីអីផ្សេងហើយធ្វើពិធីបូជាធ្វើបុណ្យតាមបែបបុរាណអញ្ចឹងទៅហើយអំឡុងពេលហ្នឹងលោកគ្រូដំគាត់ក៏សូត្រមន្តអាគមសូត្រអ្វីមួយយ៉ាងរបស់គាត់ធ្វើពិធីរបស់គាត់ហ្នឹងដើម្បីបញ្ជូនវិញ្ញាណរបស់ចែសុខាហ្នឹងដើម្បីឲ្យទៅចាប់ជាតិទៅកាន់សុគតិភូមិអញ្ចឹងណាកុំឲ្យមកធ្វើបាបអ្នកស្រុកអ្នកភូមិអីអញ្ចឹងទៀតគឺថាលោកគ្រូម្នាក់ហ្នឹងគឺគាត់ល្អដែរដោយសារតែគាត់មិនបានកំចាត់ឬក៏យកវិញ្ញាណរបស់ចែសុខាទៅធ្វើអីផ្សេងទេគឺគាត់ធ្វើពិធីដើម្បីឲ្យវិញ្ញាណរបស់ចែសុខាដែលជាវិញ្ញាណខ្មោចហ្នឹងទៅចាប់ជាតិទៅរកកន្លែងណាដែលល្អជាងហ្នឹងអញ្ចឹងណាហើយនៅក្នុងកំឡុងពេលដែលបូជាណាភ្លើងដែលកំពុងតែឆេះសន្ធោសន្ធើហ្នឹងណាស្រាប់តែវិញ្ញាណរបស់ចែសុខានេះលិចឡើងម្ដងទៀតនៅលើអាណាតភ្លើងដែលកំពុងតែឆេះហ្នឹងណាហើយក៏បានស្រែកថាខ្ញុំនឹងមិនទៅទេខ្ញុំចង់សងសឹកដោយសារតែគាត់ស្លាប់ណាគាត់បាត់បង់ជីវិតណាវាវេទនាដល់ពេលអញ្ចឹងគាត់ចង់ឃាតគាត់ចង់សងសឹកនៅពេលដែលចែសុខាហ្នឹងវិញ្ញាណរបស់ចែសុខាហ្នឹងបង្ហាញខ្លួននឹងហើយនិយាយបែបហ្នឹងហើយស្រាប់តែមានខ្យល់បក់មកខ្លាំងណាស្ទើរតែអាលុតភ្លើងតែកំពុងតែបូជាមួយហ្នឹងហើយនៅពេលហ្នឹងលោកគ្រូដើមឃើញបែបហ្នឹងគាត់ក៏សូត្រអ្វីមួយយ៉ាងហើយក៏យកអាបោះសីមាព័ទ្ធជុំវិញអាកន្លែងបូជាហ្នឹងណាពេលហ្នឹងលោកគ្រូដើមគាត់ក៏និយាយទៅកាន់វិញ្ញាណរបស់ចែសុខាហ្នឹងថាសុខាប៉ុណ្ណឹងបានហើយទៅរកកន្លែងចាប់ចិត្តទៅរកកន្លែងដែលថ្មីទៅរកកន្លែងដែលល្អហើយការសងសឹកមួយហ្នឹងគឺបញ្ចប់ត្រឹមហ្នឹងបានហើយនេះគឺជាអ្វីដែលលោកគ្រូដំគាត់បាននិយាយទៅកាន់សុខាហ្នឹងគាត់និយាយទៅតាមបែបបទរបស់គាត់គឺជាគ្រូអញ្ចឹងណាភ្លេចបញ្ជាក់បងប្អូនបន្តិចទៀតអាកន្លែងដែលគាត់យកឆ្អឹងចេញពីផ្ទះហ្នឹងមកអាកន្លែងបន្ទប់ក្រោមដីហ្នឹងមកសំឡេងស្រែកយំនៅក្នុងផ្ទះដែលបាក់ស្រុតទៅក្រោមហ្នឹងគឺនៅលឺសូរដដែលប៉ុន្តែនៅពេលដែលធ្វើវិធីហើយនៅពេលដែលសុខាគាត់បង្ហាញខ្លួននៅលើអណ្ដាតភ្លើងនៅពេលដែលលោកគ្រូគាត់និយាយណែនាំហើយហ្នឹងវិញ្ញាណរបស់ចែសុខាហ្នឹងគាត់ក៏បានស្រែកយំជាលើកចុងក្រោយហើយក៏រលាយរូបរាងកាយបាត់ពីលើអណ្ដាតភ្លើងហ្នឹងបាត់ទៅហើយអណ្ដាតភ្លើងទាំងអស់ហ្នឹងក៏ចាប់ផ្ដើមឆេះមកវិញលែងរលត់ណាហើយនៅពេលហ្នឹងទឹកភ្លៀងក៏ឈប់ធ្លាក់ភ្លើងក៏ចាប់ផ្ដើមឆេះហើយសំឡេងដែលឮចេញពីផ្ទះដែលបានបាក់ស្រុតមួយហ្នឹងក៏ឈប់ឮជារៀងរហូតហើយនៅពេលព្រឹកហ្នឹងព្រះអាទិត្យក៏បានរះឡើងហើយភូមិក៏ត្រឡប់មកស្ងប់សុខដូចដើមវិញណា
ណែឯចាលីណានិងបងសំភីក៏ប្រគល់សម្បត្តិក៏ដូចជាกระดาษដែលគាត់បានពីកន្លែងផ្ទះមួយហ្នឹងឲ្យទៅកាន់តាសំដើម្បីបញ្ជាក់ពីការពិតរបស់សុខាហើយនៅថ្ងៃចុងក្រោយនៅពេលព្រឹកចាលីណាក៏ក្រឡេកទៅមើលផ្ទះចាស់មួយហ្នឹងគាត់ក៏ឃើញស្រមោលរបស់សុខានៅមាត់បង្អួចលើកនេះវិញ្ញាណរបស់ចាយសុខាក៏ញញឹមតិចញញឹមលក្ខណៈថាដោយក្តីស្រឡាញ់ដោយក្តីរីករាយដែលបង្ហាញពីភាពអរគុណមកកាន់ចាយលីណាដែលបានជួយអញ្ចឹងណាហើយចាយលីណាគាត់ក៏បានលើសំឡេងសឹកមកកាន់គាត់ថាសូមអរគុណពេលហ្នឹងចាយលីណាគាត់ក៏លក្ខណៈគាត់ញ័រដៃអញ្ចឹងទៅគាត់ក៏បានតបទៅវិញដោយខ្សឹបថាសូមទៅឲ្យបានសុខដោយរឿងមួយនេះគឺបញ្ចប់ដោយប៉ុណ្្នេះឯងហើយមុននឹងបញ្ចប់សូមសង្ខេបរឿងទ្រុសពីដើមមកវិញដើម្បីឲ្យអ្នកទាំងអស់គ្នាងាយយល់ដោយពីដើមឡើយហ្នឹងមាន content creator យើងពីរនាក់គឺមានចៃលីណាហើយនិងបងភីអញ្ចឹងគាត់ក៏ចង់ទៅផ្ដិតរូបគាត់ក៏ចង់ទៅថតវីដេអូនៅកន្លែងផ្ទះចាស់មួយហ្នឹងហើយនៅពេលដែលទៅដល់ផ្ទះចាស់មួយហ្នឹងគាត់ក៏បានជួបនឹងវិញ្ញាណរបស់ចៃសុខាហើយដោយបងភីគាត់គឺជាមនុស្សផ្កើនគាត់គឺជាមនុស្សដែលហ៊ាននិយាយលប្រផ្លេចប្រផ្លុយធ្វើឲ្យគេខឹងអញ្ចឹងទៅធ្វើឲ្យវិញ្ញាណរបស់ចៃសុខាហ្នឹងគាត់ចងកំហឹងគាត់ខឹងអញ្ចឹងណាហើយក៏វិញ្ញាណរបស់ចៃសុខាបង្ហាញខ្លួនបន្លាចធ្វើជាសកម្មភាពចម្លែកទៅកាន់ពួកគាត់ទាំងពីរនាក់ហ្នឹងហើយបន្ទាប់មកពួកគាត់ហ្នឹងក៏ឃើញกระดาษមួយសន្លឹកដែលនៅលើតុហ្នឹងដែលចាទៅដោយសង្សាររបស់ចៃសុខាថាគាត់ជាអ្នកសម្លាប់ហ្នឹងទៅហើយបន្ទាប់មកនៅពេលដែលគាត់ជួបហេតុការណ៍ចម្លែកច្រើនពេកពួកគាត់ទាំងពីរក៏ខ្លាចក៏រត់ចេញពីផ្ទះខ្មោចមួយហ្នឹងនៅពេលដែលពួកគាត់រត់ចេញគាត់ក៏ទៅជួបលោកតាសំក៏នាំពួកគាត់ទៅជួបលោកគ្រូដំដើម្បីមកជួយចែលីណាហើយនឹងបងភីអញ្ចឹងដើម្បីកុំឲ្យពួកគាត់ត្រូវវិញ្ញាណរបស់សុខាមកយកជីវិតរបស់ពួកគាត់ទាំងពីរបន្ទាប់ពីហ្នឹងពួកគាត់ទាំងពីរហ្នឹងក៏ទៅកន្លែងផ្ទះខ្មោចហ្នឹងទៅជាមួយលោកគ្រូដំយកឆ្អឹងរបស់ចែសុខាហ្នឹងមកធ្វើបន់តាមពិធីអីផ្សេងអញ្ចឹងណាតាមប្រពៃណីដើម្បីឲ្យវិញ្ញាណរបស់ចែសុខាហ្នឹងគាត់ទៅចាប់ជាតិបើមិនអញ្ចឹងទេមិនបានធ្វើបន់ឲ្យវិញ្ញាណរបស់ចែសុខាហ្នឹងទេគឺចែសុខាហ្នឹងគាត់នៅតែហ្នឹងបើសិនជាមិនបានធ្វើបន់ហ្នឹងវិញ្ញាណរបស់គាត់អាចនឹងកាន់នៅអាកន្លែងហ្នឹងបើសិនជាផ្ទះហ្នឹងនៅអាចកាន់ផ្ទះហ្នឹងមកដល់បច្ចុប្បន្នហ្នឹងប៉ុន្តែត្រូវបានលោកគ្រូដំក៏ដូចជាចាលីណាហើយនឹងបងភីហ្នឹងគាត់យកឆ្អឹងយកសាកសពនៃឆ្អឹងហ្នឹងមកធ្វើបន់តាមប្រពៃណីដើម្បីឲ្យវិញ្ញាណរបស់ចែសុខាហ្នឹងទៅចាប់ជាតិទៅកាន់ឋានផ្សេងទៅកន្លែងណាដែលល្អជាងហ្នឹងអញ្ចឹងណាឈប់នៅផ្ទះមួយហ្នឹងអញ្ចឹងទៅហើយចុងក្រោយជាការតបស្នងហ្នឹងវិញ្ញាណរបស់ចែសុខាក៏ធ្វើលក្ខណៈថាមកអរគុណមកដល់ចាលីណាដែរហើយសរុបមកនៅក្នុងរឿងមួយហ្នឹងចែសុខាគឺគាត់ជាអ្នកខុសដោយសារអីដោយសារតែចែសុខាហ្នឹងគាត់គឺជាមនុស្សម្នាក់ដែលមានក្បត់សង្សារខ្លួនឯងទៅមានជនទី3ចឹងចង់និយាយថាគាត់ចោលសង្សារឯងទៅតាក់ទងគេមួយទៀតតែពេលអញ្ចឹងសង្សាររបស់គាត់ហ្នឹងក៏មានអារម្មណ៍ថាប្រច័ណ្ឌគាត់ខឹងអញ្ចឹងណាគាត់ក៏លក្ខណៈធ្វើបាបសម្រាប់ចែសុខាអញ្ចឹងទៅហើយមុននឹងគាត់សម្លាប់ហ្នឹងគាត់ក៏យកអាក្បិតហ្នឹងទៅវះចាប់ចងគាត់អញ្ចឹងណាលក្ខណៈបែបហ្នឹងបើមិនចាប់ចងគឺមនុស្សឬបំរាស់វះអត់កើតទេអញ្ចឹងអាចនឹងចាប់ចងហើយវះធ្វើបាបគាត់បន្តិចម្ដងរហូតដល់គាត់ស្លាប់ទង្វើបែបហ្នឹងគាត់ទៅលឺក៏ខ្លាចដែរមែនអត់ក៏វាមិនល្អដែរមនុស្សមុននឹងស្លាប់ហើយត្រូវគេវះអញ្ចឹងវាឈឺចាប់ណាបើចាក់មកក្បិតឬក៏វះតាណាមួយមកក្បិតឲ្យស្លាប់យកហ្មងអាហ្នឹងវាអត់អីទេដូចគេបហាជីវិតអញ្ចឹងណានៅក្នុងរឿងចិនអញ្ចឹងគឺត្រូវមកក្បិតហ្នឹងទៅដាច់កស្លាប់យកហ្មងប៉ុន្តែនេះមិនមែនទេណាគឺគាត់យកក្បិតវះបន្តិចម្ដងដើម្បីបង្ហូរឈាមឲ្យវាស្រក់ឲ្យអស់ដើម្បីឲ្យវាខ្សោះលក្ខណៈថាគាត់ខឹងគាត់កំហឹងគាត់ថាបើគាត់មិនបានអញ្ចឹងអាជួនទី3ហ្នឹងក៏មិនដែរអញ្ចឹងសង្សាររបស់គាត់ហ្នឹងយកអាក្បិតហ្នឹងវះបង្ហូរឈាមអញ្ចឹងបានយើងឃើញសភាពសាកសពរបស់គាត់ហ្នឹងនៅពេលដែលគាត់បង្ហាញខ្លួនមកហ្នឹងគឺវាប្រេះវាបែកកាហែងដូចដីប្រេះអញ្ចឹងណាហើយទាំងអស់ហ្នឹងគឺជាកំហុសរបស់ចែសុខាទាំងស្រុងដោយសារតែគាត់ទៅមានជួនទី3ហើយមួយយ៉ាងទៀតហើយអ្នកដែលសម្លាប់គេក៏ខុសដែរហើយនៅពេលដែលសង្សាររបស់ចែសុខាហ្នឹងគាត់សម្លាប់ចែសុខាហើយសួរគាត់រួចខ្លួនទេគាត់អត់រួចទេអាចនឹងបើគាត់មិនបានសម្លាប់ខ្លួនឯងអាចនឹងត្រូវច្បាប់គេចាប់អញ្ចឹងទៅគេដោះស្រាយអញ្ចឹងទៅយកទៅដាក់គុកដាក់អីផ្សេងអញ្ចឹងទៅហើយមួយទៀតបើសិនជាសង្សាររបស់ចែសុខាមិនបានត្រូវច្បាប់គេចាប់យកទៅទេអញ្ចឹងគឺគាត់អាចនឹងសម្លាប់ខ្លួនឯងអញ្ចឹងទៅហើយសួរថានៅពេលដែលយើងសម្លាប់គេហើយសួរថាយើងរស់នៅបានសុខទេគឺអត់ទេវាមុននឹងក្រោយទេកម្មពៀវាមានពិតនៅលើโลกនេះហើយសួរថាសង្សាររបស់យើងមានជួនទី3សួរតែខុសទេវាខុសប៉ុន្តែយើងសម្លាប់គេហ្នឹងគឺកាន់តែធ្ងន់ទៀត
អញ្ចឹងដើម្បីឲ្យរស់នៅមានសុភមង្គលទាំងសងខាងយើងគួរតែប្រើវិធីសាស្ត្រឈ្នះទាំងអស់គ្នាទៅនៅពេលដែលយើងដឹងថាអ្នកណាម្នាក់មានជួនទី3ក្បត់នឹងយើងហើយយើងដោះលែងគេទៅសួរថាបើយើងប្រឹងខាត់គេឲ្យនៅជាមួយយើងហ្នឹងយើងខាត់បានត្រឹមតែកាយសួរឲ្យខាត់ចិត្តគេបានអត់ទេគឺខាត់អត់បានទេអញ្ចឹងដោះលែងឲ្យទៅរៀងខ្លួនអញ្ចឹងសង្សាររបស់យើងគេទៅរកដៃគូរបស់គេថ្មីយើងទៅរកដៃគូរបស់យើងថ្មីសួរថាមនុស្សពេញដីស្រីពេញនគរសួរថាយើងរកបានទេសប្បាយជាបានអញ្ចឹងដើម្បីឲ្យមានសុភមង្គលដើម្បីប្រើវិធីសាស្ត្រឈ្នះគឺយើងធ្វើបែបហ្នឹងទៅយើងគួរតែកុំប្រើកំហឹងមួយឆាវហ្នឹងទៅកាប់ទៅសម្លាប់សួរថាវាបានផលអីមកវិញសួរថាអ្នកដែលយើងសម្លាប់នេះនៅពេលដែលគាត់ស្លាប់ហើយហ្នឹងហើយសួរយើងខ្លួនឯងដែលយើងសម្លាប់សង្សាររបស់យើងខ្លួនឯងផ្ទាល់ដៃនេះសួរថាយើងនឹងរស់នៅបានសុខទេបើសិនជាច្បាប់គេរកមិនឃើញក៏អាចនឹងថ្ងៃណាមួយកម្មតាមទាន់យើងដែរហើយអាចនឹងថ្ងៃណាមួយវិញ្ញាណរបស់អ្នកស្លាប់ហ្នឹងអាចមកធ្វើបាបយើងវិញដែរអញ្ចឹងរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសាច់រឿងមួយហ្នឹងគឺមានប៉ុណ្្នឹងឯងហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់មកដល់ចំណុចហ្នឹងប្រសិនបើការនិយាយទៅមានលើសលួសខ្វះខាតមិនល្អស្ដាប់ត្រង់ចំណុចណាសូមខន្តីអភ័យទោសផងហើយជួបគ្នានៅអត្ថបទក្រោយៗទៀតហើយមុននឹងបញ្ចប់សូមពឹងអ្នកទាំងអស់គ្នាជួយចុច like តាក់មេដៃមេជើងហើយ subscribe ដាក់សញ្ញាកណ្ដឹងម្នាក់មួយផងហើយសូមអរគុណសូមជម្រាបលានិងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ